Sôm lùm mòn cái cơ rục cho mẹ xua tại ra bục mai bong bồn cho nông chia tiếng ở đào xì cái đây cơ rục. Ở trong này khăn video mình ní nhôm nâng đạ nằm môn kia thả muối. Đa chia prop hết này kia thá chẳng mìa sạch trần nâng ấy. Tệ tôn chủ mùi nâng kia thả chẳng mìa sạch trần đi phòng đáy cứ chỉ kia thả muối đai lỗ hai kia thả nít. គឺយើងប្រើដើម្បីនឹងការពារនៅខ្លួនរបស់យើងណាបងប្អូននៅពេលដែលយើងមានអសន្នអន្តរអីគឺយើងអាចប្រើតាក់ទងជាមួយនឹងគាថានឹងបានក៏ប៉ុន្តែមុននឹងឈានទៅដល់ការដាក់បង្ហាញនៅមុនគាថាមួយនេះឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញខ្ញុំក៏ចង់ជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាមុនបន្តិច ប្រសិនជាបងប្អូនចង់សិក្សានៅមុនវិជ្ជាការបងប្អូនគួរតែមានគ្រូសម្រាប់ដឹកនាំឲ្យបានត្រឹមត្រូវហ្នឹងហើយតកតងជាមួយនឹងមុនវិជ្ជាការមួយខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនរៀនដោយមិនមានគ្រូទេហើយខ្ញុំនិយាយបែបនេះក៏មិនមែនថាអ្នកដែលគាត់រៀនដោយមិនមានគ្រូមិនមានរៀបចំនៅអាសនៈ បានន័យថាគាត់រៀនដោយខ្លួនឯងហ្នឹងហើយគឺគាត់មិនអាចរៀនបានគឺអត់តែការដែលយើងរៀនដោយមិនមានគ្រូនេះណាបងប្អូនមិនមានគ្រូដឹកនាំនេះណាគឺវាប្រឈមមុខនឹងហានិភ័យខ្លាំងមែនទែនវាប្រឈមមុខជាមួយនឹងហានិភ័យខ្លាំងមែនទែនហេតុអីបានជាខ្ញុំថាបែបហ្នឹង ប្រសិនជាយើងរៀនដោយមិនមានគ្រូដឹកនាំត្រឹមត្រូវប្រកាសណាបងប្អូនគាថាមួយចំនួនធំគឺយើងមិនដឹងពីការប្រើប្រាស់មិនដឹងពីការតមមិនដឹងថាគាថាហ្នឹងគឺគេប្រើដើម្បីអីគេប្រើនៅក្នុងវេលាណាតើគេប្រើនៅគាថាហ្នឹងគេមានរបស់អ្វីផ្សេងទៀតប្រើជាមួយនឹងគាថាហ្នឹងឬក៏អត់គឺយើងមិនដឹងទេហ្នឹងហើយ មួយវិញទៀតតកតងជាមួយនឹងការសូត្រនៅគាថាពេលខ្លះបើយើងរៀនដោយខ្លួនឯងបើយើងមិនសូវជាចេះនៅភាសាបាលីទៀតណាបងប្អូនគឺវាកាន់តែពិបាកយើងអាចនឹងអានខុសនៅអក្ខរជញ្ជាអ្នកទាំងអស់ហ្នឹងនៅអក្សរទាំងអស់មិនបាច់ខុសច្រើនទេបងប្អូនគឺខុសតែមួយម៉ាត់ឬក៏មួយអក្សរមួយពាក្យហ្នឹងណាក៏វាអាចនឹងចូលទៅនៃផ្សេងបានដែរ គាថាខ្លះគឺអត់វែងទេបងប្អូនមានតែ2ម៉ាត់ឬក៏3ម៉ាត់ទេហ្នឹងគាថាខ្លះគឺខ្លីមែនទេតែខ្លីអញ្ចឹងគឺខ្លឹមណាបងប្អូនគាថាខ្លះខ្លីពិតមែនតែប្រើបាន100គុណអញ្ចឹងបើសិនជាយើងអត់មានគ្រូដឹកនាំប្រកបណាបងប្អូនចំណុចទាំងអស់ហ្នឹងភាគច្រើនគឺយើងនឹងមិនដឹងនោះទេហើយការដែលយើងរៀនដោយមិនមានគ្រូនេះណាបងប្អូននៅពេលដែលបងប្អូនរៀនចេះដឹងតែបានន័យថាបងប្អូនចេះគាថាហ្នឹងហើយ ក៏មិនប្រកាសថាបងប្អូនយកទៅប្រើទទួលបានផលដែរអានេះគឺខ្ញុំជម្រាបបងប្អូនតាមត្រង់ហើយនិយាយនេះគឺអត់បខំឲ្យបងប្អូនជឿតែបងប្អូនអាចសង្កេតមើលដោយខ្លួនឯងបានហើយពាក្យនេះក៏ខ្ញុំមិនមែនលើកយកមកនិយាយដោយចិត្តឯងដែរគឺជាអ្វីដែលខ្ញុំធ្លាប់បានទទួលអំពីចាស់ព្រឹទ្ធាចារ្យដែលលោកជាអ្នកដែលជាដឹងខាងហ្នឹងទៅខ្ញុំយកមកនិយាយជម្រាបជូនទៅកាន់បងប្អូនជាបន្តហ្នឹងហើយ អញ្ចឹងជំរើសដែលល្អបើយើងចង់ចាប់ផ្ដើមយើងរៀនដែលមានគ្រូទៅយើងស្វែងរកគ្រូដើម្បីរៀនទៅណាបងប្អូននៅពេលដែលបងប្អូនមានគ្រូទៅវាមិនពិបាកនោះទេបងប្អូនគ្រាន់តែយើងធ្វើទៅតាមអ្វីដែលលោកណែនាំធម្មតានៅពេលដែលយើងមានគ្រូយើងតែងតែមានការតមតំណអីអញ្ចឹងទៅយើងធ្វើកុំឲ្យខុសទៅគឺវាគ្រប់គ្រាន់ហ្នឹងហើយវាអត់មានអីទេ តែបើយើងរៀនតែអត់គ្រូទោះបីជាយើងចេះច្រើនយ៉ាងណាក៏ដោយក៏មិនប្រកាសថាយើងនឹងយកនៅគាថាទាំងអស់ហ្នឹងយកទៅប្រើបានផលដែរមិនថាយើងសូត្រមិនកើតរៀនមិនចេះទេណាបងប្អូនយើងរៀនតែអត់គ្រូចេះដូចគ្នាសូត្រកើតដូចគ្នាតែគ្រាន់តែថានៅពេលដែលយកទៅប្រើលទ្ធផលគឺវាខុសគ្នាតែប៉ុណ្្នឹងឯងហ្នឹងហើយ អញ្ចឹងខ្ញុំលើកប៉ុណ្ណេះនេះសង្ឃឹមថាបងប្អូននឹងយល់នៅមានរឿងជាច្រើនទៀតបងប្អូនដែលបងប្អូនត្រូវតែដឹងតែខ្ញុំអត់អាចលើកយកមកនិយាយនៅក្នុងវីដេអូមួយនេះទាំងអស់បាននោះទេនឹងឲ្យដោយសារតែពេលវេលារបស់ខ្ញុំក៏វាមានកំណត់
អញ្ចឹងខ្ញុំធ្វើវីដេអូនេះគឺខ្ញុំឆ្លៀតនៅពេលដែលខ្ញុំទំនេរពីការងារអញ្ចឹងណាបងប្អូនឃើញស្រាប់ហើយហ្នឹងហើយគឺប្រហែលថ្ងៃហ្នឹងខ្ញុំមិនសូវជាបានចេញវីដេអូប្រហែលទេពេលខ្លះមួយអាទិត្យអីអញ្ចឹងទៅបានចេញម្ដងទេហ្នឹងហើយដោយសារតែរវល់តាក់ទងជាមួយនឹងការងារនឹងខ្លាំងពេកហើយខ្ញុំលើកយកមកចែករំលែកនេះមិនមែនឲ្យបងប្អូនយកទៅសិក្សាគ្រប់មន្តវិជ្ជាការទេហ្នឹងហើយគ្រាន់តែជាការបង្ហាញមួយចង់ឲ្យបងប្អូនបានឃើញបានដឹងបើបងប្អូនមានចំណាប់អារម្មណ៍និងបងប្អូនអាចស្វែងរកគ្រូដើម្បីសិក្សាដោយខ្លួនឯងបានហ្នឹងហើយនេះអាចថាជាការបង្ហាញផ្លូវណាបងប្អូនមិនថាខ្ញុំថាគេថានឹងពូកែហើយបងប្អូនយកទៅរៀនទៅពូកែដូចមកខ្ញុំថាគឺអត់ទេវាអាស្រ័យនៅលើការគោរពបដិបត្តិរបស់បងប្អូនអាស្រ័យទៅលើជំនឿរបស់បងប្អូនហ្នឹងហើយអាស្រ័យទៅលើនិស្ស័យរបស់បងប្អូនថាបងប្អូនមាននិស្ស័យនៅក្នុងការសិក្សានៅមន្តវិជ្ជាការឬក៏មាននិស្ស័យជាមួយនឹងគាថានឹងឬមួយក៏អត់គាថាណាបងប្អូនគេក៏មានតូចមានធំរបស់គេដែរមិនឲ្យតែយើងឃើញគាថាយើងចេះតែរៀនបានគ្រប់គាថាគឺអត់ទេណាបងប្អូនតកតងជាមួយនឹងការរៀននេះទៀតសោតខ្ញុំសូមលើកបន្តិចទៀតចុះបងប្អូនគឺគេមានថ្នាក់ដូចគ្នាវាប្រៀបបីដូចជាបងប្អូនទៅរៀននៅក្នុងសាលាបឋមអញ្ចឹងបងប្អូនចូលទៅដំបូងមិនមែនបងប្អូនទៅដល់រៀនថ្នាក់ទី7ទី8ទេមិនអញ្ចឹងហ្នឹងហើយយើងចូលទៅដំបូងគឺយើងរៀនថ្នាក់ទីមត្តេយ្យទី1ទី2ទី3អីអញ្ចឹងណាបងប្អូនរៀនរហូតទៅដល់ទី12អញ្ចឹងតកតងជាមួយនឹងមន្តវិជ្ជាការវិញក៏ដូចគ្នាដែរបងប្អូនយើងអត់អាចរំលងបានទេគឺយើងត្រូវរៀនពីតូចទៅធំគាថាណារៀនមុនគាថាណារៀនក្រោយគាថាណាមិនគួររៀនគឺយើងត្រូវដឹងហើយចំណុចទាំងអស់ហ្នឹងបើសិនជាយើងអត់មានគ្រូដឹកនាំទេប្រកាសណាបងប្អូនគឺយើងមិនសូវជាដឹងប្រមាណទេហ្នឹងហើយហើយដូច្នេះបានជាខ្ញុំតែងតែជំរាបបងប្អូនថាឲ្យបងប្អូនរៀនដោយមានគ្រូហ្នឹងណាបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ទៅលើមន្តវិជ្ជាការឬក៏របៀបនិគាថាណានីមួយអញ្ចឹងទៅស្វែងរកគ្រូរៀនឲ្យបានត្រឹមត្រូវទៅហ្នឹងហើយអញ្ចឹងកុំឲ្យខាត់ពេលវិញឆ្ងាយខ្ញុំនឹងធ្វើការដាក់នៅមុនគាថានេះដើម្បីបង្ហាញជូនទៅកាន់ពុកម៉ែបងប្អូនតែម្ដងហើយអធិស្ឋានផងបើសិនជាស្ដាប់ខ្ញុំទៅមិនសូវជាច្បាស់អីដោយសារតែការងារវាច្រើនអញ្ចឹងទៅសុខភាពក៏វាមិនសូវជាល្អប្រហែលទេណាបងប្អូនការនិយាយទៅវាមានលើសវាមានលួសវាមានខុសវាមានអីអញ្ចឹងខ្លះទៅហ្នឹងហើយអញ្ចឹងមានតែសុំការអធិស្ឋានអំពីពុកម៉ែបងប្អូនទាំងអស់គ្នាពីចម្ងាយនឹងឯងអញ្ចឹងខ្ញុំនឹងធ្វើការសូត្រតកតងជាមួយនឹងមុននេះដើម្បីនឹងជម្រាបជូនទៅកាន់បងប្អូនទាំងអស់គ្នាស្ដាប់តែម្ដងតកតងជាមួយនឹងមុននេះគឺយើងសូត្រថាពុទ្ធាំធុចកៈធុចកៈអធិស្ឋានមិញខ្ញុំច្រឡំថាគៀងមិនអក្សរគួរទេគឺជាអក្សរកហ្នឹងហើយដោយសារតែសភៅហ្នឹងគឺវារៀងចាស់អញ្ចឹងណាបងប្អូនអញ្ចឹងទៅគឺវាមើលមិនសូវជាច្បាស់ទេបើសិនជាអក្សរធម្មតាអញ្ចឹងទៅគឺវាមិនអីទេអាចថាងាយមើលតែនេះគឺមិនមែនទេបងប្អូនអក្សរឆ្លាក់ហ្នឹងហើយបងប្អូនដឹងហើយអក្សរឆ្លាក់គឺតកតងជាមួយនឹងអក្សរកហើយនឹងអក្សរកហ្នឹងគឺវារៀងស្រដៀងគ្នាខ្លាំងមែនតើហើយបើសិនជាសភៅហ្នឹងរៀងចាស់ទៅទៀតរៀងអាលុបតិចតិចអញ្ចឹងណាបងប្អូនបើសិនជាយើងអត់បានពិនិត្យឲ្យបានច្បាស់គឺវាកាន់តែធ្វើឲ្យយើងហ្នឹងងាយនឹងយល់ច្រឡំអក្សរពីរហ្នឹងឥឡូវខ្ញុំអានជូនបងប្អូនពុទ្ធាំធុចកੰគំវិបាកពុទ្ធាំធុចកੰគំវិបាកខ្ញុំជម្រាបជូនបងប្អូនបន្តិចកន្លែងហ្នឹងក្រែងលោបងប្អូនស្ដាប់មិនទាន់ឬក៏ថាបងប្អូនស្ដាប់មិនច្បាស់ហ្នឹងហើយកន្លែងធុចកੰកន្លែងនេះគឺកੰណាបងប្អូននឹងគឺកដាក់ស្អំមិនមែនគួរទេគឺយើងអានថាកੰហ្នឹងហើយកន្លែងហ្នឹងគឺធុចកੰនៅខាងមុខហ្នឹងគឺកៈតែនេះគឺគេសរសេរលក្ខណៈថាធម្មតាអញ្ចឹងណាមិនមែនជាបាលីទេហ្នឹងហើយបើសិនជាបាលីគេដាក់ថាគួរដាក់ស្អំមួយគឺគ្រប់គ្រាន់ហើយតែនេះគឺគេសរសេរគួរដាក់សអំនិងងអញ្ចឹងយើងអានថាកៈពុទ្ធាំធុចកੰគំវិបាកហ្នឹងហើយសង្ឃឹមតែបងប្អូនទាន់ហើយតើតោងជាមួយនឹងមុននេះគឺយើងសូត្រចំនួន7ចុះគាថានេះផងដែរគឺយើងសូត្រសែកឲ្យសត្រូវនឹងឯងផន់ភាំងនៅស្មារតីដោយវង្វេងអញ្ចឹងណាបងប្អូនហ្នឹងហើយ
បើនិយាយទៅគឺស្តៀងទៅជាមួយនឹងសំគាំងដូចគ្នាដែរសំគាំងក៏មានមេខ្លះសូទៅឲ្យផនភាំងនៅស្មារតីអញ្ចឹងដែរហ្នឹងហើយនៅក្នុងពេលហ្នឹងគឺយើងអាចវេបកទៅកាន់សត្រូវហ្នឹងឬក៏ថាយើងអាចរត់គេចបានហើយដូច្នេះហើយបានជាខ្ញុំថាគាថាហ្នឹងគឺយើងប្រើនៅពេលដែលមានអសរហ្នឹងហើយនេះខ្ញុំគ្រាន់តែឧទាហរណ៍ណាបងប្អូនឧទាហរណ៍ថាមានគេវាយើងស្ទាក់វាយើងអីអញ្ចឹងទៅយើងប្រើគាថាហ្នឹងសូទៅឲ្យគេផនភាំងនៅស្មារតីនៅក្នុងពេលហ្នឹងគឺយើងអាចវាបកទៅកាន់គេវិញក៏បានឬក៏ថាយើងមិនចង់ឲ្យមានរឿងវែងឆ្ងាយយើងចង់ធ្វើដំណើររត់គេចចេញពីកន្លែងហ្នឹងក៏បាននោះដែរហ្នឹងហើយអញ្ចឹងសម្រាប់គាថានេះគឺខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងយល់ហើយខ្ញុំជម្រាបបងប្អូនបន្តិចទៀតដោយខ្ញុំបញ្ជាក់បងប្អូនពីខាងដើមនៃក្បាលវីដេអូថាគាថាគឺវាពូកែហ្នឹងហើយបើសិនជាគាថានឹងមិនល្អមិនពូកែខ្ញុំគិតថាលោកប្រហែលជាមិនប្រឹងចងក្រងនៅគាថានឹងរហូតមកដល់ឥឡូវហ្នឹងទេហ្នឹងហើយតែគ្រាន់តែថាទន្ទឹមនឹងការពូកែនេះក៏វាអាស្រ័យទៅលើមនុស្សទៅលើអ្នកប្រើនឹងដែរថាអ្នកប្រើនឹងជាមនុស្សរបៀបម៉េចមាននៅឧបនិស្ស័យជាមួយនឹងគាថានឹងឬមួយក៏អត់ហ្នឹងហើយមាននៅការគ្រប់បដិបត្តិត្រឹមត្រូវឬមួយក៏អត់ប្រសិនជាយើងជាមនុស្សដែលមិនល្អជាមនុស្សដែលចូលចិត្តធ្វើតែអំពើដែលបាបហ្នឹងហើយឬក៏យើងនិយាយងាយយល់គឺអំពើដែលមិនល្អសង្គមសក់ខ្ពើមអីអញ្ចឹងណាបងប្អូនហ្នឹងហើយនោះក៏គេថាមិនអាចនឹងជួយយើងបានដែរនេះក៏ជាអ្វីដែលខ្ញុំទទួលបានអំពីចាស់ព្រះធេចាដែលលោកបានប្រាប់ដូចគ្នាដែរណាបងប្អូនហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ហើយគាថានេះគឺខ្ញុំមានតែប៉ុណ្្នឹងទេមុននឹងធ្វើការបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមលើកនៅម្រាមដៃ10ខន្តីអភ័យអត់ទោសទៅដល់ពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ដែលកំពុងតែមើលនៅវីដេអូមួយនេះក្រែងលោថាមានកន្លែងណាដែលខ្ញុំនិយាយទៅមានការលើលូខុសឆ្គងរំលងបែបបត់ជាដើមនោះក៏សូមពុកម៉ែបងប្អូនទាំងអស់មេត្តាខន្តីអភ័យអត់ទោសដល់ខ្ញុំពីចម្ងាយផងហ្នឹងហើយអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមជូនពរជូនជ័យឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំងឡាយ5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេនៈជាដើមបើសិនជាពុកម៉ែបងប្អូនមានគោលបំណងបងប្រាថ្នានៅសបាត់ណានីមួយនោះក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកំបីគ្លៀងគ្លាឡើយសូមអរគុណនិងសូមគោរពជម្រាបលា